បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលខ្ញុំតាមដានเพจនិង channel របស់ខ្ញុំហើយខ្ញុំមានត្រាក់តរមួយគ្រឿងបាទគឺគូបតា M60 ផលិតឆ្នាំ2023កដាស់ពន្ធ2024ទៅនេះហាសនំស៊ីមឥឡូវយើងមើលផ្នែកគូខាងក្រោយអត់មានដោះអីទេគឺសំណុំស៊ីមទាំងអស់ផ្លូវខាងស្ដាំក៏អត់ដោះផ្លូវខាងឆ្វេងក៏អត់ដោះផើងអីក៏អត់ដោះដែរគឺស្អាតមួយជុំផ្នែកខាងក្រោយហ្នឹងកង់ប្រភេទកង់កាប់នៅប្រហែលជា 60% កង់ហើយប្រឡងនេះអត់មានច្រាស់អត់មានអីទេនេះកង់កាប់នៅជ្រោមួយខ្លាំងដែរនេះប្រឡងយំហៀងនេះក៏ស្អាតដែរអត់មានដោះអត់មានលាងមេលាងអីទេតែនេះលេខស៊ីឡាំងវាលេខ32ទីកង់មុខនេះយកតមកលាងទឹកលាងសាប៊ូលាងទឹកលាងសាប៊ូស្អាតហើយនេះប្រឡងសាក់ស៊ីខាងមុខវាដូរនេះដោះជើងខាងស្ដាំដោះដូរបដាងវាលងបដាងនេះប្រឡងខាងមុខទីយោនេះកង់ខាងមុខវានៅ 80% នេះប្រឡងនេះទៅមកពីទឹកស្រូវអញ្ចឹងវារៀងម្លាក់នេះទិញពីក្រុមហ៊ុនស៊ីដេគាត់តាណាតលហៀងឯងnóស្អាតអត្រានេះវាកោកលេខទឹកដោយសារតែយើងដឹកស្រូវហើយលេខម៉ាស៊ីនវានេះយើងរៀងល្ងាចតិចនេះគឺអក្សរ P លេខម៉ាស៊ីនវាចប់023ប៉ុន្តែវាលេខវា024ហើយប្រើបាន1600ម៉ោងស្អាតអត្រាតនេះបងប្អូនយកទៅប្រើមិនខកបំណងទេហើយតម្លៃវិញក៏សមរម្យដែរតម្លៃហើយទីតាំងវាដែរគឺស្ថិតនៅស្រុកអង្គរជ័យខេត្តកំពតឬក៏គេហៅថាផ្សារធានីទូកមាសហ្នឹងបងប្អូនមកមិនខកបំណងទេត្រាក់នេះស្អាតហើយតម្លៃធូរទៀតបានកង់កាប់ទៀតនេះឃើញទេយើងមកមើលផ្នែកមាំងកលបាទមាំងកលគឺនៅ 90% កលស្អាតថ្មីចេះហ្មងនេះនៅទាំងអស់ផ្លែស៊ីវាមើលកោះហើយយើងមើលពុកនេះផ្នែកអង្គប់មិញវានៅវាយបានប្រហែលជា50-60 ហាត់ថ្មីអង្គប់នៅប្រហែលជា 70% អង្គប់នេះយើងអត់តន់លាងសាប៊ូវារៀងស្អាតដូចអង្គប់ប៉ុន្តែស្អាតអត់មានអីទេគឺនៅសំណុំស៊ីមវាទាំងអស់